នៅវេលាព្រឹកថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនិងមានខ្លឹមសារដូចតទៅនេះកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពថ្ងៃនេះទី15មិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3គប់ជួនផងដែរកាលពី63ឆ្នាំមុននៅថ្ងៃទី15មិថុនា1960ប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង63ឆ្នាំខុសពីគ្នាក៏ពិតមែនប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នាគឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំងនិងមានហានិភ័យខ្ពស់នៃចំនួនប្រដាប់អាវុធហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង60ឆ្នាំមុននិងតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3នាពេលបច្ចុប្បន្នកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសូមបងប្អូនជនរួមជាតិទាំងអស់ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាសូមបញ្ជាក់ថាចំពោះលិខិតផ្លូវការនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ដែលមាននិវេសនដ្ឋាននៅទីក្រុង Bruxelles ប្រទេស Belgium នៅថ្ងៃច័ន្ទស្អែកនេះស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ